សួស្តីអ្នកគ្នាអាត្មាភាពពនាមគង្គីហើយអាត្មាភាពមានអត្ថបទមួយដែលត្រូវបកស្រាយក្នុងថ្ងៃនេះគឺតកតងជាមួយនឹងការដោះស្រាយបញ្ហាជីវិតការដោះស្រាយបញ្ហាជីវិតហ្នឹងដោះស្រាយដោយរបៀបម៉េចហើយសួរថាមនុស្សប្រភេទណាក៏ដូចជាបុគ្គលប្រភេទណាដែលជួបជាមួយនឹងបញ្ហាហើយដោះស្រាយបានមានអ្នកដោះស្រាយបានមានអ្នកដោះស្រាយមិនបានមានអ្នកចោះចាញ់ជាមួយនឹងបញ្ហាគឺមានសពគ្រប់បែបយ៉ាងដូច្នេះហើយមកស្រាប់ជាមួយនឹងអាត្មាទាំងអស់គ្នាថាយើងត្រូវដោះស្រាយជាមួយនឹងបញ្ហាជីវិតរបស់យើងដែលយើងជួបប្រទះរាល់ថ្ងៃរាល់ពេលដែលយើងជំនះនៅជីវិតរបស់យើងតែយើងដោះស្រាយដោយរបៀបម៉េចអ្នកណាក៏គេតែងតែជួបបញ្ហាមិនថាយើងមិនថាគេគឺតែងតែជួបប្រទះជាមួយនឹងបញ្ហាជានិច្ចគ្រាន់តែថាបញ្ហាខ្លះវាទូចបញ្ហាខ្លះវាធំហើយនៅពេលដែលយើងជួបបញ្ហាតែយើងត្រូវរកដំណោះស្រាយយ៉ាងម៉េចសម្រាប់ជាគតិអប់រំសម្រាប់អាត្មាផ្ទាល់អាត្មាគិតថាការដែលយើងជួបប្រទះជាមួយនឹងបញ្ហាគឺយើងត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាកុំរត់ចោលបញ្ហាសម្រាប់ចំណុចទី2ហ្នឹងគឺត្រូវតែសិក្សាស្វែងយល់ឲ្យបានដិតដល់មែនទែនជាមួយនឹងបញ្ហាហ្នឹងថាបញ្ហាហ្នឹងយើងអាចដោះស្រាយបានអត់បញ្ហាហ្នឹងវាធំកម្រិតណាអាចដោះស្រាយបានទេបើយើងដោះស្រាយបាននោះដូច្នេះហើយយើងត្រូវតែដោះស្រាយកុំរត់គេចព្រោះមុននឹងក្រោយយើងនៅតែជួបប្រទះជាមួយនឹងពីព្រោះបញ្ហាទាំងអស់ហ្នឹងគឺជាបញ្ហាជីវិតរបស់យើងរត់គេចដល់ណាក៏នៅតែជួបអញ្ចឹងគេចអត់ផុតទេសម្រាប់ចំណុចទី3ហ្នឹងគឺទៅតែសិក្សាស្វែងយល់ឲ្យលម្អិតមែនតើជាមួយនឹងបញ្ហាថាយើងអាចដោះស្រាយបាននៅពេលដែលយើងគិតថាអូស្រាយបានយើងមករកវិធីក្នុងការដោះស្រាយជាមួយនឹងបញ្ហាហ្នឹងឥឡូវអាត្មានិយាយទីតាក់ទងជាមួយនឹងចំណុចទី1ការដែលយើងប្រទះជាមួយនឹងបញ្ហាមិនព្រមដោះស្រាយជាមួយនឹងបញ្ហាអាហ្នឹងវាបញ្ហាបែបម៉េចវិញអាត្មាលើកជាឧទាហរណ៍សម្រាប់និស្សិតឆ្នាំទី2ម្នាក់ដែលត្រូវជាឆ្នាំប្រឡងបំណាច់ឆ្នាំរបស់គាត់យើងហៅថាឆមាសទី2ឬមួយក៏យើងហៅថា final នេះឯងនៅពេលដែលគាត់មិនព្រមទៅប្រឡងមុខវិជ្ជាមួយមុខវិជ្ជាផ្សេងទៀតគាត់អាចប្រឡងបាននៅពេលដែលគាត់ជួបប្រទះជាមួយនឹងមុខវិជ្ជាមួយដែលមានគ្រូតឹងរឹងជាមួយនឹងផ្នែកមុខវិជ្ជាហ្នឹងគាត់អត់ហ៊ានប្រឈមមុខជាមួយនឹងមុខវិជ្ជាហ្នឹងទេបែរជាគាត់ខ្លាចរុញរាគាត់អត់ទៅប្រឡងប៉ុន្តែមិនមែនថាមុខវិជ្ជាហ្នឹងគាត់បានទេគាត់អាចប្រឡងបានប៉ុន្តែគាត់មិនព្រមទៅប្រឡងដោយសារតែគាត់មានការព្រួយបារម្ភច្រើនជាមួយនឹងការដែលគាត់ធ្វើមិនបានល្អដូច្នេះហើយគាត់ជាលទ្ធផលគឺគាត់ប្រឡងធ្លាក់សម្រាប់អាត្មាផ្ទាល់អាត្មាច្បិចចំណុចពិសេសសម្រាប់អ្នកទាំងអស់គ្នាកណ្ណាគុំចាស់គ្រប់ព្រះអង្គនៅពេលដែលយើងជួបប្រទះជាមួយនឹងបញ្ហាអីមួយនេះគឺយើងត្រូវតែពង្រឹងខ្លួនឯងយើងសិក្សាស្វែងយល់តទៅជាមួយនឹងផ្លូវចិត្តខ្លួនឯងឲ្យបានច្រើនពីព្រោះថាការដែលយើងពង្រឹងខ្លួនឯងក៏ដូចជាផ្លូវចិត្តខ្លួនឯងនេះគឺធំធេងណាស់សម្រាប់ខ្លួនឯងពីព្រោះថាអ្នកដទៃគេបានត្រឹមតែមើលពីចម្ងាយមកឃើញយើងជួបជាមួយនឹងបញ្ហាប៉ុន្តែគេមិនមែនគិតថាជាបញ្ហាទេគេគិតថារឿងយើងប៉ុន្តែបញ្ហាហ្នឹងគឺអ្នកខ្លះក៏អាចដោះស្រាយបានអ្នកខ្លះក៏មិនអាចដោះស្រាយបានដូចអាត្មានិយាយជាឧទាហរណ៍អញ្ចឹងនិស្សិតគាត់ខ្លាចមុខវិជ្ជាលោកគ្រូហើយគាត់មិនបានទៅប្រឡងដល់ម៉ោងដល់ថ្ងៃគាត់មិនបានទៅប្រឡងមុខវិជ្ជាផ្សេងគាត់អាចធ្វើបានតែដល់មុខវិជ្ជាហ្នឹងគាត់អាចជំនះខ្លួនឯងបានថាត្រូវអាត្មាអញត្រូវតែប្រឡងគាត់បានគិតអញ្ចឹងណាជាលទ្ធផលគាត់ត្រូវប្រឡងធ្លាក់ដូច្នេះហើយអាត្មាចង់ប្រាប់ថាត្រូវតែពង្រឹងខ្លួនឯងទី1តាំងខ្លួនឯងឲ្យល្អតាំងចិត្តតាំងអារម្មណ៍ណាហើយផ្លូវចិត្តគឺសំខាន់កុំមានការភ័យខ្លាចច្រើនពេកដូច្នេះហើយនោះញាតិញោមកណ្ដាគុំចាស់គ្រប់ព្រះអង្គនឹងអាចដោះស្រាយជាមួយនឹងបញ្ហាបានបញ្ហាគឺវាសុទ្ធសឹងតែមានដំណោះស្រាយបើយើងតិចពីបញ្ហានៅពេលនេះនៅពេលក្រោយទៀតគឺយើងនៅតែជួបតែជាមួយនឹងបញ្ហានឹងដដែលទេពីព្រោះថាបញ្ហានឹងគឺជាបញ្ហាជីវិតរបស់យើងបើយើងកិច្ចពេលនេះពេលក្រោយគាត់ទៅជួបអត់ដែរសួរថាយើងកិច្ចតែអីមែនទេយើងត្រូវតែសិក្សាស្វែងយល់ឲ្យដល់ឫសគល់នៃបញ្ហា